bạn xong group chụp riêng xuống đó alo sợi đại chia nè anh chị bạn sẽ sang được sau từng học nhé hai cái xong chụp riêng xuống ta còn còn từng học nhé tại còn nhiều nón trong trang thì sang clip vì cầm đặt mùa than cứ tao tay của nấy chẳng video này trong ngày nấy cứ trong năm bờ điện con vì đặc biệtในการmình tranh sầm lấy chia bị sao lên đầu tiênกันนะคือបន្តទៀតមានន័យថាកាលពីវីដេអូមុនគាត់បានរៀន how to pronounce the consonant ហ្នឹងបានចំនួន6ពាក្យហើយกันណា6អក្សរហើយចឹងហើយណាគឺយើងបន្តពីអក្សរនេះទៅតែមុននឹងបន្តគឺយើងរំលឹកមេរៀនសិនអញ្ចឹង how to pronounce the consonants គឺមាន p b t d ch j p b t d ch j ចឹងគាត់បានរៀនរួចហើយគឺ p នេះយើងអានថា p peak b អានថា b but t អានថា t t d អានថា d dog th sh នេះគេអានថា ch cheese d z នេះអានថា j joke បាទឥឡូវគឺយើងបន្តទៀតกันណាអញ្ចឹងកូនឃើញនេះគឺជាអក្សរ K កូនស្គាល់ហ្នឹងណាអក្សរ K អញ្ចឹងអក្សរ K នៅក្នុង how to pronounce the consonants គឺកូនអានថា k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  calm k calm calm ហ្នឹងប្រែមកថាស្ងប់ស្ងាត់ឬក៏ស្ងាត់ឬក៏ស្ងប់ណាk calm g អក្សរ G នេះគឺកូនស្គាល់ថាអាហ្នឹងអក្សរ G ប៉ុន្តែនៅក្នុងconsonant គឺយើងបញ្ចេញសំឡេងថា g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 o g go ចឹងគាត់ដឹងហើយ go ប្រែមកថាទៅណា g go ហើយអក្សរបន្តទៀតគឺកូនឃើញហើយអក្សរនេះកូនស្គាល់គឺជាអក្សរ F ប៉ុន្តែនៅក្នុង how to pronounce the consonants គឺអក្សរ F ហ្នឹងយើងអានថា f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 unny f funny ចឹង funny យើងប្រែមកថាសប្បាយរីករាយបាទ funny សប្បាយរីករាយ f funny សប្បាយរីករាយអក្សរនេះកូនស្គាល់ជាអក្សរ V ប៉ុន្តែនៅក្នុងhow to pronounce the consonant អក្សរ V ហ្នឹងគឺយើងអានថា v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 ant 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 v vant v vant vant ហ្នឹងគឺជានាមប្រែថាឡានដឹកទំនិញឡានសម្រាប់ដឹកទំនិញជឿដល់អក្សរមួយនេះនិមិត្តសញ្ញាមួយនេះគឺសំឡេង th ចឹងសំឡេង th នេះបើនៅក្នុង alphabet of English គឺអត់មានទេនិមិត្តសញ្ញានេះអត់មានទេប៉ុន្តែគឺវាស្មើនឹងអក្សរ alphabet អក្សរក្រមភាសាអង់គ្លេសស្មើនឹងអក្សរ T ហើយនិងអក្សរ H T និង H គឺស្មើនឹងសំឡេង th think the think the think think ចឹង think ហ្នឹងប្រែមកថាគិតឬក៏ពិចារណា think I think the think the think បាទអក្សរបន្តទៀត consonant បន្តទៀតនេះគឺនិមិត្តសញ្ញាមួយនេះក៏កូនអត់ដែលឃើញដែរនៅក្នុង alphabet of English គឺអត់មានទេប៉ុន្តែវាស្មើនឹងអក្សរ TH ដូចគ្នាប៉ុន្តែសំឡេងគឺ TH ខាងក្រោមនេះគឺចេញសំឡេង the ខាងលើ the ខាងក្រោម the ចឹង the ដូចជាពាក្យថា this the this បាទ this នេះប្រែមកថានេះ this video this is បាទ this បាទអញ្ចឹងទីចបានបង្រៀនកូនមួយចប់ហើយឥឡូវកូនរៀនអានទាំងអស់គ្នាក៏ណាមុនពេលយើងបញ្ចប់មេរៀនរបស់យើង calm បាទ
come g go f funny v vent the think the these បាទអញ្ចឹងហ្នឹង6អក្សរទៀតagain ណាម្ដងទៀត c calm ប្រែជាភាសាខ្មែរថាស្ងាត់ឬក៏ស្ងប់ g go ប្រែមកថាទៅ f funny សប្បាយរីករាយ v van ឡានដឹកទំនិញ th think គិតឬក៏ពិចារណា the these បាទនេះអញ្ចឹងវីដេអូរបស់ខ្ញុំក៏បានចូលមកដល់ទីបញ្ចប់អញ្ចឹងមុននឹងបញ្ចប់ក៏សូមអរគុណដល់អស់លោកអ្នកជាអ្នកអាណាព្យាបាលសិស្សានុសិស្សទាំងអស់គ្នាហើយក៏សូមអរគុណចំពោះបងប្អូនទាំងអស់គ្នាដែលបងប្អូនតែងតែតាមដានមើលវីដេអូនេះដូចទេក៏ជាចុងក្រោយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នានិងអស់លោកអ្នកជាអ្នកអាណាព្យាបាលអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ